ព្រះបន្ទូលលើកទឹកចិត្តការខកចិត្តអត្ថបទគម្ពីររ៉ូមជំពូក7ខ14ដល់ខ25យើងដឹងស្រាប់ហើយថាក្រឹតវិន័យមកពីព្រះវិញ្ញាណរីឯខ្ញុំវិញខ្ញុំជាមនុស្សដែលមាននិស្ស័យលោកីលក់ខ្លួនដាច់ថ្លៃឲ្យបាបត្បិតខ្ញុំមិនយល់អ្វីដែលខ្ញុំធ្វើទេកិច្ចការណាដែលខ្ញុំចង់ធ្វើខ្ញុំមិនធ្វើរីឯកិច្ចការណាដែលខ្ញុំស្អប់ខ្ញុំបែរជាធ្វើទៅវិញប្រសិនបើខ្ញុំធ្វើកិច្ចការណាដែលខ្ញុំមិនចង់ធ្វើដូច្នេះបានសេចក្តីថាខ្ញុំយល់ស្របនឹងវិន័យហើយទទួលស្គាល់ថាក្រឹតវិន័យពិតជាល្អមែនដូច្នេះមិនមែនខ្ញុំទេដែលប្រព្រឹត្តកិច្ចការនោះគឺបាបនៅក្នុងខ្ញុំវិញទេតាដែលប្រព្រឹត្តត្បិតខ្ញុំដឹងថាអ្វីដែលល្អមិនស្ថិតនៅក្នុងខ្ញុំទេពោលគឺមិនស្ថិតនៅក្នុងខ្ញុំដែលមាននិស្ស័យលោកីទេខ្ញុំមានឆន្ទៈនឹងធ្វើអំពើល្អតែខ្ញុំគ្មានសមត្ថភាពនឹងប្រព្រឹត្តអំពើល្អបានឡើយខ្ញុំមិនប្រព្រឹត្តអំពើល្អដែលខ្ញុំចង់ធ្វើនោះទេតែបែរជាប្រព្រឹត្តអំពើអាក្រក់ដែលខ្ញុំមិនចង់ធ្វើទៅវិញប្រសិនបើខ្ញុំប្រព្រឹត្តអំពើណាដែលខ្ញុំមិនចង់ធ្វើបានសេចក្តីថាមិនមែនខ្ញុំទៀតទេដែលប្រព្រឹត្តដូច្នេះគឺបាបស្ថិតនៅក្នុងខ្ញុំវិញទេតាដែលប្រព្រឹត្តដូច្នេះចំពោះខ្ញុំដែលចង់ធ្វើអំពើល្អខ្ញុំសង្កេតឃើញមានគោលការណ៍មួយនេះថាខ្ញុំមានសមត្ថភាពធ្វើបានតែអំពើអាក្រក់ប៉ុណ្ណោះក្នុងជំរឿចិត្តរបស់ខ្ញុំពេញចិត្តនឹងក្រឹតវិន័យរបស់ព្រះជាម្ចាស់ណាស់ក៏ប៉ុន្តែខ្ញុំឃើញថានៅក្នុងសរីរាង្គកាយរបស់ខ្ញុំមានគោលការណ៍មួយទៀតដែលតយុត្តនឹងមនសិការរបស់ខ្ញុំទាំងធ្វើឲ្យខ្ញុំជាប់ជាឆ្លើយធ្វើតាមបញ្ជារបស់បាបដែលស្ថិតនៅក្នុងសរីរាង្គកាយរបស់ខ្ញុំថែមទៀតផងខ្ញុំវេទនាណាស់តើនរណានឹងដោះលែងខ្ញុំឲ្យរួចពីរូបកាយដែលតែងតែស្លាប់នេះបានសូមអរព្រះគុណព្រះជាម្ចាស់តាមរយៈព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់នៃយើងរឿងនេះពិតជាធ្វើឲ្យខ្ញុំមួម៉ៅបំផុតពីព្រោះមានបំណងល្អចង់ធ្វើអ្វីដែលត្រឹមត្រូវប៉ុន្តែបែរជាធ្វើមិនបានម្ដងហើយម្ដងទៀតមិនចេះចប់មិនចេះហើយទៅវិញហើយការនេះក៏មិនបានល្អប្រសើរដល់អាយុកាលភាពចាស់ទុំក្នុងជំនឿគ្រីស្ទបរិស័ទឬបទពិសោធន៍នោះដែរខ្ញុំគួរតែនិយាយថាការនេះហាក់ដូចជាមិនមានអ្វីប្រសើរឡើងតតែសោះមានតែព្រះជាម្ចាស់ទេដែលជ្រាបច្បាស់ប៉ុន្តែរឿងនេះពិតជាគួរឲ្យខកចិត្តណាស់ហើយខ្ញុំពិតជាចង់ឲ្យរឿងរ៉ាវដ៏រញ៉េរញ៉ៃទាំងអស់នេះបញ្ចប់ទៅឲ្យអស់ផងដែរខ្ញុំគិតថានេះជារឿងត្រឹមត្រូវដែលត្រូវនិយាយថាយើងបានបញ្ចប់រឿងនេះរួចរាល់ហើយតាមវិធីដែលសំខាន់បំផុតពីព្រោះព្រះយេស៊ូវបានដោះស្រាយរឿងនេះជាស្ថាពររួចទៅហើយនៅលើឈើឆ្កាងពិតមែនហើយនិស្ស័យបាបរបស់ខ្ញុំនៅតែមានជាប់ជានិច្ចនៅព័ទ្ធជុំវិញខ្ញុំដូចជាមាន់ដែលត្រូវគេកាត់ក្បាលហើយនៅតែរត់ចុះរត់ឡើងអញ្ចឹងប៉ុន្តែព្រះយេស៊ូវបានសម្លាប់វាចោលរួចអស់ទៅហើយអ្វីដែលកំពុងកើតនៅពេលនេះវាគ្រាន់តែជាការប្រកាសចុងក្រោយតែប៉ុណ្ណោះតាមពិតវាបានងាប់បាត់ទៅហើយប៉ុន្តែវាគ្រាន់តែមិនទាន់ដឹងខ្លួនតែប៉ុណ្ណោះដូច្នេះខ្ញុំពិតជាត្រូវការជំនួយពីព្រះវិញ្ញាណបរិសុទ្ធដើម្បីឆ្លងកាត់ពេលវេលានេះគឺត្រូវការពេញមួយជីវិតរបស់ខ្ញុំតែម្ដងដោយមិនបំភ្លេចនៅការពិតដែលថាព្រះយេស៊ូវបានធ្វើឲ្យខ្ញុំក្លាយជាមនុស្សដែលកើតជាថ្មីតាមរយៈការរងទុក្ខការសុគតនិងការមានប្រជញ្ញរស់ឡើងវិញរបស់ទ្រង់មិនមែនខ្ញុំជាអ្នកធ្វើរឿងនោះគឺទ្រង់ជាអ្នកធ្វើដូច្នេះមានន័យថាខ្ញុំអាចជឿជាក់បានថាវាកំពុងតែកើតឡើងពិតប្រាកដ
នឹងនៅទីនោះពិតប្រាកដមែនសូម្បីតែក្នុងថ្ងៃដែលខ្ញុំមើលមិនឃើញអ្វីសោះនៅក្នុងខ្លួនខ្ញុំក្រៅពីបាបក៏ដោយខ្ញុំអាចបន្តអំពាវនាវដល់ព្រះជាម្ចាស់ម្ដងហើយម្ដងទៀតគ្រប់ពេលដែលខ្ញុំដួលហើយត្រូវការទ្រង់ឲ្យមកលើកខ្ញុំឡើងនិងលាងជំរះខ្ញុំឲ្យស្អាតផងដែរទ្រង់នឹងធ្វើរឿងនេះសម្រាប់ខ្ញុំហើយក៏សម្រាប់លោកអ្នកដែរទ្រង់ស្រឡាញ់យើងខ្លាំងណាស់ទ្រង់ច្បាស់ជាស្រឡាញ់យើងខ្លាំងហើយបានជាទ្រង់ស្ម័គ្រព្រះទ័យបង់ថ្លៃដ៏ខ្ពស់បែបនេះដើម្បីធ្វើឲ្យយើងคล้ายជារបស់ទ្រង់ជារៀងរហូតសូមចូលរួមអធិដ្ឋានជាមួយនឹងយើងខ្ញុំអោព្រះម្ចាស់អើយរឿងនេះពិតជាពិបាកសម្រាប់ទូលបង្គំខ្លាំងណាស់សូមជួយទូលបង្គំហើយសូមប្រទានការកំសាន្តចិត្តនិងសេចក្តីសង្ឃឹមនៅក្នុងទ្រង់នៅពេលដែលការតស៊ូព្យាយាមនេះមានសភាពធ្ងន់ធ្ងរហួសពីសមត្ថភាពយ៉ាងណាក៏ដោយអាមែនតើលោកអ្នកមើលឃើញខ្លួនឯងនៅក្នុងការពិពណ៌នារបស់លោកប៉ូលដែរឬទេតើលោកអ្នកមានភាពប្រកបប្រជាកម្រិតណាថានៅថ្ងៃណាមួយលោកអ្នកនឹងទទួលបានសេរីភាពទាំងស្រុងពីការតស៊ូជាមួយបាបនេះតើលោកអ្នកដឹងដល់របៀបណាក្នុងអំឡុងពេលនេះតើព្រះយេស៊ូវមានព្រះハរតីអត់ធ្មត់ចំពោះយើងកម្រិតណាហេតុអ្វីបានជាទ្រង់ស្រឡាញ់យើងខ្លាំងដល់ថ្នាក់នឹងសូមអរគុណសូមព្រះប្រទានពរ